ក្រុនឈាមច្រើនមែនតែនបងប្អូនសូមប្រយ័ត្នខ្លួនឲ្យមែនតែនណាក្មួយខ្ញុំមកបងប្អូនកូនគាត់2នាក់គឺបងប្អូនខ្ញុំហ្នឹងបងប្អូនរបស់នាងខ្ញុំហ្នឹងគឺមានកូន2នាក់ក្រុនឈាមទាំងពីរតែបងប្អូនឥឡូវទៅថ្ងៃទី4ហ្នឹងណាហើយអញ្ចឹងបានចង់ក្រៅរំលឹកដល់បងប្អូនឲ្យចេះពិធីការពារណាថ្ងៃមុននឹងខ្ញុំបានចេញវីដេអូពីរោគសញ្ញាគ្រុនឈាមណារោគសញ្ញាដែលយើងគួរតែនាំទៅមន្ទីរពេទ្យចាកុំឲ្យយឺតពេកណាហើយថ្ងៃនេះនឹងខ្ញុំមកនិយាយពីវិធីការពារម្ដងណាការពារកុំឲ្យកើតគ្រុនឈាមចាអញ្ចឹងបងប្អូនទី1យើងត្រូវដឹងថាមូសខ្លាណាវាកើតចេញមកពីណាវាកើតចេញមកពីទឹកដក់ហើយវាមានមូសទៅប៉ោងចាពេលដែលប៉ោងហើយវានឹងញាស់ចេញមកទៅជាមូសចាហើយមូសយើងឆ្លងគ្រុនឈាមគឺដោយសារតែមូសខ្លាញីអញ្ចឹងបងប្អូនត្រូវតែបំបត្តិជំរករបស់វាណាបំបត្តិជំរកមូសចាអញ្ចឹងវិធីដើម្បីបំបត្តិជំរកមូសនោះគឺបងប្អូនត្រូវលុបដែលទឹកដក់ចាទឹកដក់នៅជុំវិញផ្ទះជាប្រចាំណាអញ្ចឹងខែនោះគឺជារដូវភ្លៀងបងប្អូនជុំវិញផ្ទះរបស់យើងតែតែមានទឹកដក់ចាដូចជាតាមតៅទឹកដូចជាទឹកដក់ទឹកអីកន្លែងណាដែលជាខុសអីហ្នឹងបងប្អូនត្រូវតែលុបវាជាប្រចាំដើម្បីកុំឲ្យមានមូសណាហើយបងប្អូនត្រូវកាប់ត្រីកាប់អីឲ្យស្អាតចាហើយបងប្អូនត្រូវក្រោបចាត្រូវក្រោបកម្រិតធុងទឹកឬក៏ពាងទឹកហ្នឹងឲ្យបានចិត្តល្អកុំឲ្យមូសវាចូលទៅប៉ោងដាក់ណាចាហើយមួយទៀតណាបដូរទឹកនៅក្នុងថូបកាចាថូបកាអីនេះគឺវាអាចទៅសង្ងំលាក់ខ្លួនប៉ែវនៅត្រង់ហ្នឹងបងប្អូនតាក់តែបន្តិចហ្នឹងគឺវាប៉ែវហ្នឹងណាគឺវាឆ្លៀតមែនតើបងប្អូនហើយនឹងចានទឹកសត្វចិញ្ចឹមចាជារៀងរាល់ថ្ងៃបងប្អូនត្រូវតែមើលមែនតើណាដូចបន្ទុកតាក់នឹងខ្ញុំអីនេះគឺបាត់ខុងណាដល់ពេលមានតកៅតាក់ដែរហើយបកុនមាន3ចឹងបងប្អូនបកុនដែលយើងមិនសូវប្រើវាទៅនៅក្នុងបកុនចានបកុនហ្នឹងទៀតបងប្អូនចាននៅបងប្អូនដឹងណាត្រង់ទឹកដក់នៅក្នុងចានបកុនយើងហ្នឹងគឺវាទៅមានមុខខ្លាឡើងសំទោសមានទៅទឹកតែជា4 10នៅក្នុងទៀតចាអញ្ចឹងបានថាត្រង់ណាគឺវាឆ្លៀតបានដែរអញ្ចឹងបងប្អូនត្រូវតែធ្វើតាមនឹងខ្ញុំប្រាប់ណាគឺសម្អាតណាជុំវិញផ្ទះធ្វើព្រៃធ្វើអីនេះឲ្យស្អាតទៅចាព្រៃហ្នឹងក៏វាកន្លែងដែលវាសងំលាក់ខ្លួនណាបងប្អូនបោះចោលសបោប៉ងសបោកង់ឡានរបស់ដែលអាចដកទឹកបានកធនបែកបាក់ចាស់អីនេះគឺបងប្អូនត្រូវតែប្រមូលដុតចាធ្វើមិនក៏ដោយណាបើសិនជាវាផ្ងាបងប្អូនកាត់វាទៅកុំឲ្យមានទឹកដក់រួចណាចាហើយបងប្អូនវិធីដែលយើងត្រូវអាចការពារខ្លួនបានចាបងប្អូនគឺត្រូវឲ្យកូនណាត្រូវឲ្យកូនហ្នឹងគឺគេងនៅក្នុងមុងចាទាំងយប់ទាំងថ្ងៃបើសិនជាកូនគេបងប្អូនត្រូវតែដាក់មុងក្រុងមុងឲ្យណាបងប្អូនចាហើយស្លៀកសម្លៀកបំពាក់ចាស្លៀកសម្លៀកបំពាក់ដៃវែងជើងវែងឲ្យចិត្តណាដើម្បីកុំឲ្យមូសវាមានឱកាសខំកន្លែងបើសិនយើងចំហខ្លួនឲ្យកូនខ្លះវាលាកតខោទឹកនោមមួយអីចឹងណាបងប្អូនគឺសាច់តលន្តិនតែម្ដងណាបងប្អូនមកនេះខ្ញុំហ្នឹងហើយគឺលាកតខោទឹកនោមឲ្យកូនមួយទេអញ្ចឹងហើយដែលវាខំចាវាអាចឆ្លៀតខំបានគឺទៅជាគ្រុនឈាមបានណាបងប្អូនហ្នឹងគឺត្រូវតែប្រយ័ត្នខ្លួនឲ្យមែនតែនចាហើយមួយទៀតបងប្អូនត្រូវតែដឹងថាមានវិធីគេមួយទៀតនោះដូចជាគេមានថ្នាំលាបការពារមូសណាអញ្ចឹងបងប្អូនអាចជ្រើសរើសផលិតផលណាដែលអាចលាបការពារមូសចាដែលមានសុវត្ថិភាពណាចាដែលទទួលដោយអង្គការសុខភាពឲ្យត្រឹមត្រូវណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នបែបនេះចាហើយមួយទៀតបងប្អូនបរិស្ថានជុំវិញផ្ទះបងប្អូនណាត្រូវតែស្អាតចាត្រូវតែស្អាតជាប្រចាំណាពីព្រោះឥឡូវនេះគឺរដូវភ្លៀងណាចាអញ្ចឹងធ្វើប្រៃធ្វើឲ្យបានស្អាតត្រឹមត្រូវជុំវិញដែរណាចាហើយបងប្អូនដឹងណាថ្ងៃមុនខ្ញុំនិយាយពីសញ្ញាអញ្ចឹងបងប្អូនត្រូវតែដឹងពីសញ្ញាតិចសំខាន់ណាទី1គឺក្តៅខ្លួនខ្លាំងបងប្អូនគ្រុនឈាមភិកច្រើនបើក្តៅខ្លាំងយកតែម្ដងក្តៅគឺក្តៅភ្លាមចាក្តៅភ្លាមហើយអត់ចង់តបជាមួយនឹងថ្នាំត្រជាក់ទេបងប្អូនថ្នាំត្រជាក់លេបហើយមួយផ្លែតហ្នឹងចង់តែមិនត្រជាក់ហើយត្រជាក់បានមួយផ្លែតនឹងក្តៅរឿងមកវិញភ្លាមណាក្តៅភ្លាមចាហើយមួយទៀតបងប្អូនគឺឈឺក្បាលខ្លាំងចាឈឺក្បាលឈឺនៅក្រោយភ្នែកហើយនឹងដកក្រោមភ្នែកគឺក្រហមខ្លាំងណាចាហ្នឹងគឺជាសញ្ញាឲ្យបងប្អូនត្រូវតែប្រយ័ត្នណាហើយមួយទៀតនោះគឺការចេញកន្ទួលស្នាមកន្ទួលក្រហមនៅលើស្បែកចាអានេះគេរ៉ាស់ណាបងប្អូនគឺស្នាមហ្នឹងគឺចេញដិតពីក្នុងមកតែម្ដងណាអាហ្នឹងបងប្អូនត្រូវតែប្រយ័ត្នទេបងប្អូនបើសិនជាបាន2 3 4ថ្ងៃគឺត្រូវតែជួសឈាមមើលចាអញ្ចឹងបងប្អូនមួយទៀតក្អួតច្រើនចាឬក៏ឈឺពោះខ្លាំងចាហើយអត់សូវមានសញ្ញាផ្ដាសាយលេងលុបប្រមាណនេះភាគច្រើនវាច្រើនតែស្ងួតអាហ្នឹងណាហើយអាចហូរឈាមតាមអញ្ចាញធ្មេញនិងតាមច្រមុះចានេះហើយគឺជាសញ្ញាគ្រុនឈាមដែលបងប្អូនគួរតែប្រយ័ត្នចាអញ្ចឹងសញ្ញាគ្រុនឈាមដែលបងប្អូនគួរតែប្រយ័ត្នគឺមានប៉ុណ្ណឹងហើយវិធីការពារខ្លួនហ្នឹងចា